នេះខ្ញុំបង្ហាញបងពីរបៀបប្រើជាមួយនឹង mic D15E បាទរបៀបសេរីរបស់វាបងចុចអានេះអាចចុចអាកន្លែងនេះមកចេញភ្លើងបៃតងបងចេញអក្សរបៃតងហ្នឹងអញ្ចឹងបើបងចង់សេរីមួយណាបងចុចវាឲ្យដើរមកបងបាទខាងលើនេះ volume ខាងក្រោមនេះ effect បង effect អញ្ចឹង effect echo របស់វាមាន 8 level បង1 2 3អញ្ចឹងណាបងអញ្ចឹងសម្រាប់ mic 2នេះបងអាចដាក់ echo ផ្សេងគ្នាបានដាក់ echo ផ្សេងគ្នាបានអញ្ចឹងទី1បងដាក់ឲ្យភ្ញៀវសម្រាប់អ្នកដែលគាត់ចេះច្រៀងហ្នឹងដាក់ទី1ទៅអាទី2ដាក់3 level 4 level ហ្នឹងតាមបងទេបាទអាខាងលើនេះ volume បងអញ្ចឹង volume នេះគឺខ្ញុំដាក់100 volume ទាំងអស់ហើយបងអត់អីទេហើយអាខាងក្រោមនេះគឺយើងសេរីសម្រាប់ connect ជាមួយនឹង mic ទេបងអញ្ចឹងបងដោតមកចូលនឹង alto របស់យើងហ្នឹងចូលក្នុង input ទី1បងប្រើ volume ទី1បាទហើយបងកាច់មក mic មកមិនកាច់ទៅ line in បងសារ line in វាសម្រាប់យើង bluetooth connect ចូលអញ្ចឹងបងកាច់មក mic មកហើយបងបើក volume តិចទៅបងតេស្តណាបាទហើយមួយទៀតបងតាក់ទងជាមួយនឹងដុំនេះគឺវាប្រើបានត្រឹម4ម៉ោងអញ្ចឹងបើសិនជាបងច្រៀងទៅបងលក្ខណៈថាវាអស់ថ្មអញ្ចឹងបងអាចដោតសាកចេញពី alto ហ្នឹងដោត direct តែម្ដងដោតសាកបដាមានសាកបដាច្រៀងបដាហ្នឹងបានបាទអូខេបងអរគុណ